ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនតើតើទៅនឹងការបំពងសាច់ជ្រូក3ជាន់ធ្វើឲ្យមានរសជាតិឆ្ងាញ់ហើយស្រួយល្អណាចាជាដំបូងខ្ញុំមានសាច់ជ្រូកនឹងចំនួន7 គីឡូប៉ុន្តែខ្ញុំប្រើអត់ទេខ្ញុំប្រើតែបរិមាណល្មមដែលខ្ញុំអាចហូបអស់អញ្ចឹងណាទៅតាមសមាជិកក្នុងគ្រួសារពួកឯងសារតែខ្ញុំហូបតែម្នាក់ឯងទេអញ្ចឹងខ្ញុំបានច្រើនតែខ្ញុំធ្វើតែបន្តិចទេណាចាអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនាការធ្វើរបស់ខ្ញុំទាំងអស់គ្នាចាជាដំបូងនឹងខ្ញុំយកសាច់ជ្រូកដែលខ្ញុំមាននឹងខ្ញុំយកទៅលាងទឹកឲ្យស្អាតសិនហើយខ្ញុំយកមកកាត់ជាចំណិតប៉ុណ្ណឹងចាមិនតូចពេកមិនធំពេកទេចាបើសិនជាយើងកាត់ធំពេកយើងបំពងក៏វាអត់ងាយស្រួយល្អដែរចានេះជាសាច់ជ្រូកដែលខ្ញុំបានចាត់ហើយនៅសល់ប៉ុណ្ណេះទៀតតែខ្ញុំប្រើក្នុងការបំពងហ្នឹងមិនតិចទេសម្រាប់ញ៉ាំម្នាក់ឯងអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងរៀបចំសាច់ជ្រូកហើយឥឡូវយើងដល់វគ្គប្រឡាក់គ្រឿងម្ដងចាអញ្ចឹងគ្រឿងផ្សំដំបូងហ្នឹងខ្ញុំប្រើជាមួយនឹងម្សៅស៊ុបមកយើងប្រើសាច់រសជាតិសាច់មាន់ក៏បានរសជាតិសាច់ជ្រូកក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំប្រើសាច់ជ្រូកអញ្ចឹងខ្ញុំប្រើម្សៅស៊ុបរសជាតិសាច់ជ្រូកហ្មងតែឲ្យត្រូវមួយសាច់ជ្រូកអញ្ចឹងណាចាហើយបន្តមកទៀតខ្ញុំប្រើជាមួយនឹងម្រេចម៉ដ្ឋម្រេចម៉ដ្ឋនេះប្រើប្រហែលជាចង់សុភីដូចខ្ញុំបង្ហាញអញ្ចឹងណាចាបន្តមកទៀតខ្ញុំប្រើស្ករសចំនួន1 ចឹបដែរយើងអត់ប្រើច្រើនពេកទេបើដាក់ច្រើនពេកទៅបំពងអាចឆាប់ឆ្អិនមុនអាចចាប់ផ្លែមុនឆ្អិនអញ្ចឹងណាចាហើយបន្តមកទៀតយើងប្រើដៃយើងហ្នឹងកូរច្បល់សាច់ហើយនឹងគ្រឿងដែលយើងបានដាក់មុនហ្នឹងច្បល់វាហើយអាប់វាទុកប្រហែលជា5-10 ទៅ 20 នាទីណាចាអញ្ចឹងបន្ទាប់ពីយើងផ្អាប់សាច់ទុករយៈពេល15 នាទីហើយឥឡូវយើងមកមើលធ្វើគ្រឿងផ្សំបន្តទៀតចាអញ្ចឹងមុនទៅបំពងនឹងខ្ញុំចាប់ផ្ដើមដាក់ម្សៅបំពងចូលក្នុងសាច់សិនចាហើយបន្តមកទៀតខ្ញុំដាក់ជាមួយនឹងម្សៅពោតចាម្សៅពោតនេះគឺខ្ញុំដាក់ចំនួនបរិមាណល្មមដែរទេអត់ដាក់ច្រើនទេបើមិនជាយើងដាក់ម្សៅបំពងច្រើនហើយម្សៅពោតច្រើនទៅដូចយើងចៀនអញ្ចឹងវាមានតែម្សៅច្រើនជាងសាច់អញ្ចឹងណាអញ្ចឹងយើងដាក់ល្មមបានដែរគ្រាន់តែឲ្យវាជាប់តែជាមួយនឹងសាច់សម្រាប់យើងបំពងទៅស្រួលអញ្ចឹងណាចាហើយវាស្រួយឆ្ងាញ់ល្អហើយពេលយើងដាក់អញ្ចឹងហើយយើងច្បល់ដូចខ្ញុំបង្ហាញអញ្ចឹងច្បល់ចុះច្បល់ឡើងទៅហើយឲ្យវាសប់សាច់តិចមែនណាចាបើសិនជាស្ងួតពេកយើងថែមទឹកទៅប៉ុន្តែបើខ្ញុំគឺល្មមមិនបាច់ថែមទឹកឬក៏ថែមអីទេព្រោះឲ្យបើដាក់ទឹកចូលទៅធ្វើឲ្យម្សៅហ្នឹងវារាវចាអញ្ចឹងបន្ទាប់ពីយើងធ្វើគ្រឿងផ្សំរួចរាល់ហើយឥឡូវយើងមកចាប់ផ្ដើមបំពងទាំងអស់គ្នាអញ្ចឹងបំពងនេះខ្ញុំអត់ប្រើខ្លាំងច្រើនទេបងប្អូនខ្ញុំប្រើបរិមាណតិចដែរដោយសារសាច់តិចហើយណាមួយសាច់ជ្រូករបស់យើងហ្នឹងក៏វាមានខ្លាញ់នៅជាប់នឹងដែរអញ្ចឹងខ្ញុំដាក់បរិមាណតិចមកហើយខ្ញុំបើកភ្លើងឲ្យខ្លាញ់ហ្នឹងរៀងក្តៅតិចមកចាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមបួសសាច់ដាក់ឲ្យដាក់ម្ដងអញ្ចឹងណាចាដោយសារតែឆ្នាំងនេះវាទូចដែរអញ្ចឹងបរិមាណខ្លាញ់យើងប្រើតិចទៅតាមសាច់របស់យើងដែរចាអញ្ចឹងពេលយើងដាក់សាច់យើងចូលក្នុងឆ្នាំងពងពេញហើយឥឡូវខ្ញុំចាប់ផ្ដើមយកកំហបយកមកខបប៉ុន្តែការខបរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ខបចិត្តពេកទេដោយសារតែយើងពងយើងចង់ឲ្យវាមានចំហាយចេញពីក្នុងឆ្នាំងណាកុំឲ្យវាបែកញើសក្នុងឆ្នាំងចាហើយណាមួយវិញទៀតយើងការពារកុំឲ្យវាខ្ទាតខ្លាញ់មកក្រៅអញ្ចឹងណាចាអញ្ចឹងនៅពេលដែលយើងដាក់អំពងមកសន្ទុះហើយខ្ញុំបើកឆ្នាំងមកមើលឃើញថាអាចល្មមប្រែបានហើយយើងមិនបាច់ដាក់ក្រហមខ្លាំងពេកទេល្មមយើងប្រែមកខាងទៀតអញ្ចឹងណាចាបងប្អូនអានេះខ្ញុំអត់បានផាញពីការបាត់កំហុសពេលដែលខ្ញុំបាក់កំហុសលើកទី1អានេះខ្ញុំបាក់កំហុសលើកទី2ហើយចាឃើញថាសាច់ជ្រូករបស់យើងហ្នឹងគឺវាចាប់ផ្ដើមក្រហមមែនទែនហើយមានប្រើលក្ខអីទេដូចគ្រឿងផ្សំដូចតែខ្ញុំបានបង្ហាញបងប្អូនអញ្ចឹងគឺថាឃើញពណ៌សាច់ជ្រូកគឺក្រហមស្អាតមែនទែនចាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តអាចធ្វើស្អាតលបងបានចាហើយនេះខ្ញុំចាប់ផ្ដើមកូរឡើងតិចមើលណាអត់សូវក្រហមនេះទុកឲ្យវាក្រហមថែមទៀតអញ្ចឹងណាចាប៉ុន្តែឥឡូវនេះអត់ទេដោយសារតែវាក្រហមមកហើយអញ្ចឹងខ្ញុំចាប់ផ្ដើមស្រង់វាចេញសិនហើយខ្ញុំបំពងវាមួយសាទៀតយើងធ្វើបែបនេះទើបសាច់ជ្រូកយើងស្រួយល្អអញ្ចឹងណាចាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមបំពងម្ដងទៀតឥឡូវខ្ញុំបើកភ្លើងឲ្យវារៀងក្តៅខ្លាញ់តិចសិនចាដោយសារតែឆ្នាំងខ្ញុំទូចហើយស្ដើងអញ្ចឹងបើកភ្លើងទៅល្មមគឺចាប់ផ្ដើម
ក្តៅខ្លាំងហើយមើលដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងចាបន្តមកទៀតខ្ញុំចាប់ផ្ដើមដួសសាច់ដាក់ឲ្យសាច់ដែលយើងដួសចេញមុនហ្នឹងណាយើងយកមកដាក់ទៅប៉ុន្តែមុននឹងបំពងម្ដងទៀតនេះយើងទុកសាច់ហ្នឹងឲ្យយើងចោះតែជាបន្តិចមកចាំយើងយកមកបំពងម្សៅទៀតយើងធ្វើបែបហ្នឹងបានសាច់នឹងស្រួយល្អអញ្ចឹងបើយើងបំពងម្ដងយកមកគឺសាច់នឹងអត់សូវស្រួយល្អទេស្រួយបានយូរទេតែបើសិនជាយើងបំពងពីសាអញ្ចឹងសាច់យើងឆ្ងាញ់ហើយស្រួយល្អទៀតចារួចហើយយើងចាប់ផ្ដើមយកកំហបមកបិទខោវាបន្តិចទៅបាច់បិទចិត្តអីដើម្បីការពារកុំឲ្យខ្លាញ់ខ្ទាតមកខាងក្រៅអញ្ចឹងណាចាឥឡូវខ្ញុំចាប់ផ្ដើមបាក់កំហបវិញហើយខ្ញុំទុកផាជាមកស្ទុះហើយយើងមើលថាល្មមទៅបានហើយផាជាម្ដងមួយនាទីបងប្អូនទុកមកល្មមទៅសាច់របស់យើងហ្នឹងគឺចាប់ផ្ដើមស្រួយល្អហើយអញ្ចឹងយើងអាចដួសចេញបានហើយចាហើយចំពោះការញ៉ាំសាច់ចំបើជាន់បងហ្នឹងបងប្អូនអាចញ៉ាំជាមួយថប់ស្រួយក៏បានថប់វែងក៏បានឬក៏សាឡាត់ដូចខ្ញុំក៏បានដែរឬក៏ស្ពៃកញ្ញាញអីក៏បានដែរបងប្អូនអាចថាបងប្អូនចូលចិត្តថៃទឹកជ្រលក់នេះយើងអាចជ្រលក់មួយទឹកថៃប៉ែមក៏បានទឹកថៃកោះកុងក៏បានដែរ